ក្រោយផ្ទុះល្បីអុកញ៉ាបើរូបចំណាយលុយ25,000 រៀលធ្វើមកហូបញ៉ាំគ្នា22នាក់សម្រាប់តែលោកជំទាវនឹមវណ្ណៈដាក់ចាំចំបែបនេះក្រោយផ្ទុះល្បីអុកញ៉ាបើរូបចំណាយលុយ25,000 រៀលធ្វើមកហូបញ៉ាំគ្នា22នាក់សម្រាប់តែលោកជំទាវនឹមវណ្ណៈដាក់ចាំចំបែបនេះពាក់ព័ន្ធនឹងអុកញ៉ាម្នាក់ដែលបានចំណាយលុយចំនួន25,000 រៀលធ្វើមកហូបញ៉ាំគ្នារហូតដល់22នាក់នោះបានផ្ទុះល្បីពេញបណ្ដាញសង្គម Facebook ដែលបង្ហាញជននៅក្នុងបណ្ដាញសង្គមធ្វើការរិះគន់ប្រងពេទ្យក៏ដូចជាការលើកឡើងផ្សេងៗគ្នាផងដែរបើយោងតាមគណនី Facebook មួយឈ្មោះ UPP Collection បានធ្វើការបង្ហោះវីដេអូដែលពាក់ព័ន្ធជាមួយនឹងម្ហូបអាហារហើយអមដោយចំណងជើងថាថ្ងៃនេះចែកចាយធ្វើម្ហូបជុំគ្រួសារចំណាយអស់25,000 រៀលមនុស្ស22នាក់ក្រោយពីផ្ទុះល្បីករណីខាងលើនេះលោកជំទាវនឹមវណ្ណៈក៏បានធ្វើការបង្ហោះសារនៅលើគណនី Facebook របស់លោកជំទាវផ្ទាល់នៅថ្ងៃទី20ខែមិនិនាឆ្នាំ2025ដែលនៅក្នុងនោះសំណេរនោះគឺមានខ្លឹមសារបែបនេះថា25,000 រៀលហូប22នាក់នឹងប្រហែលគ្រាន់តែលិតទេមើលទៅសុំទៅសារឲ្យស្មោះផ្ទះខាងនេះ18នាក់ចំណាយអស់80,000 រៀលមានពងមាន់ពងទាធម្មជាតិបន្លែធម្មជាតិដាំពីចំការផ្ទាល់ផងបើទិញបន្លែខាងក្រៅវិញគឺចំណាយ10,000 រៀលអត់ខ្វះមួយសេនទេខ្ញុំហូបខាងក្រៅ20ថ្ងៃទៅហើយក្នុងមួយខែសុំតែមួយរស់ក្នុងជីវិតនេះបានហើយមិនប្រាថ្នាខ្ពស់ពេកសំខាន់ក្តីសុខក្រោយពីលោកជំទាវនៅបណ្ណៈបានធ្វើការបង្ហោះសារបែបនេះមហាជនក្នុងបណ្ដាញសង្គមបានបញ្ចេញមតិបែបនេះផងដែរថាគេហូបសន្សំសំចៃអញ្ចឹងហើយបានជាគេមានពាក្យតម្លៃទាំងមានគណនី Facebook ម្នាក់ទៀតឈ្មោះ Nick Kanika បានធ្វើការសរសេរបែបនេះថា18នាក់អស់8ទៅ10ម៉ឺនក៏លោកជំទាវបងពូកែរិះថាមហើយតែ22នាក់25,000 រៀលខ្ញុំអស់អីសរសើរហើយព្រោះពូកែពេក